សូមជូនរឿងនាងថ្មមានដំណើរថានៅក្នុងតំបន់ដាច់ស្រយាលមួយមានភូមិអ្នកស្រុករស់នៅតិចតួចណាស់នៅទីនោះអ្នកស្រុកប្រកបរបរធ្វើស្រែចម្ការនិងចូលព្រៃដើម្បីរកផល្លានុផលបេះថ្នាំនិងបេះផ្លែឈើជាដើមអ្នកស្រុកប្រកបរបរនេះតាមដូនតាមិនដែលមានបញ្ហាអ្វីនោះទេជាទូទៅអ្នកស្រុកតែងចូលព្រៃមួយអាទិត្យម្ដងចូលម្ដងតែ2ថ្ងៃប៉ុណ្ណោះហើយពួកគេមិនដែលចូលតែម្នាក់ឯងនោះទេគឺចូលម្ដង5ទៅ7នាក់នៅផ្លូវចូលព្រៃអ្នកស្រុកមានជំនឿថាមានគ្រួសារយាយធ្មប់តែនេះគ្រាន់តែជាការនិយាយតគ្នាប៉ុណ្ណោះមិនមានអ្នកណាដែលជួបជាមួយយាយធ្មប់នោះទេនៅក្នុងភូមិមានអ្នកកំឡោះម្នាក់ឈ្មោះផលមានភាពស្មោះត្រង់ជាពិសេសមានមុខមាត់គួរឲ្យស្រឡាញ់និងជាមនុស្សដែលចូលចិត្តជួយយកអាសាញាតិមិត្តឲ្យតែមានអ្នកពឹងពាក់ឬមានបញ្ហាអីឲ្យជួយផលមិនដែលបដិសេធនោះទេផលជាក្មេងកំព្រារស់នៅជាមួយយាយឪពុកម្ដាយបានស្លាប់អស់ហើយពេលគាត់ចូលទៅក្នុងព្រៃគ្រប់គ្នាបាននិយាយថាគេបានឃើញឪពុកម្ដាយផលចេញពីព្រៃមកហើយតែមិនដឹងថាមានបញ្ហាអ្វីបាត់គាត់ទាំងពីរនាក់សូន្យមនុស្សភាគច្រើនគិតថាពួកគាត់បានស្លាប់ហើយបើគាត់មានជីវិតរស់នៅគាត់ប្រកាសជាមករកកូនរបស់គាត់វិញជាមិនខានតែនេះក៏ឡងទៅរយៈពេល18ឆ្នាំទៅហើយតាំងពីផលមានអាយុ2ខួបមកម្លេះនៅក្នុងភូមិគេស្រឡាញ់រាប់អានក្រុមគ្រួសារផលខ្លាំងណាស់ទោះបីពួកគេមានជីវភាពមិនសូវធូរធារតែពួកគេរស់នៅយ៉ាងមានក្តីសុខដោយនៅក្នុងភូមិក៏មានមិត្តភ័ក្តិរបស់ផល3-4នាក់ដែរពួកគេមានវ័យស្របាលគ្នាក្នុងនោះមានកនជីនណប់និងសាន់ដែលពួកគេឲ្យតែចូលព្រៃម្ដងគឺចូលទៅទាំងអស់គ្នាព្រឹកស្អែកជាថ្ងៃដែលចូលព្រៃបេះថ្នាំនិងបេះផ្លែឈើពួកគេបានរៀបចំរួចជាស្រេចសម្រាប់ការចេញដំណើរនៅព្រឹកស្អែកល្ងាចនេះពួកគេបានមកជួបជុំនៅផ្ទះរបស់ផលពួកគេជជែកគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយពេលនោះកនបានលើកឡើងថាគ្នាយើងដែលឮចាស់និយាយពីរឿងយាយធ្មប់ឬអត់ពេលនោះអ្នកផ្សេងទៀតបានសួរថាយាយធ្មប់ណាដោយមិនដែលឮកនបានបន្តគឺគ្រាន់តែនិយាយដល់ត្រឹមនេះពេលនោះយាយក៏មកតន់រួចហាមពួកគេណែចៅស្អែកត្រូវចូលព្រៃផងកុំនិយាយរឿងអីអស់ហ្នឹងវាមិនល្អទេពេលនោះពួកគេក៏នាំគ្នាស្ងាត់ហើយយករឿងផ្សេងមកជជែកវិញម្ដងបន្ទាប់ពីជជែកគ្នាយ៉ាងយូរក៏ដល់ពេលបំបែកគ្នាទៅផ្ទះរៀងខ្លួនតាមទម្លាប់ពេលព្រឹកគឺពួកគេមកជួបជុំគ្នានៅផ្ទះរបស់សាន់ដែលនៅចុងភូមិហើយក៏ជាទិសដៅដែលពួកគេត្រូវដើរទៅព្រៃដែរចូលព្រៃម្ដងពីយប់ពួកគេមានបទពិសោធន៍ដើរព្រៃច្រើនណាស់ទោះបីពួកគេមានអាយុត្រឹម20ឆ្នាំស្ដើងក៏ដោយតែពួកគេចេះដើរព្រៃតាំងពីតូចជាមួយឪពុកម្ដាយហើយពេលនេះពួកគេក៏អាចដើរព្រៃបានដោយខ្លួនឯងដោយមិនចាំបាច់មកជាមួយឪពុកម្ដាយនៅព្រៃដែលពួកគេធ្លាប់ដើរទៅភាគច្រើនគេបានសង់ខ្ទមតូចល្មមមួយដែលអាចឲ្យពួកគេសម្រាកនៅទីនោះបានដោយមិនដែលមានបញ្ហាអ្វីនោះទេលើកនេះពេលទៅដល់ពួកគេបានទុកដាក់របស់របរដែលយកពីផ្ទះទុកនៅខ្ទមសិនរួចបំបែកគ្នាជាក្រុមដោយសារគ្នាពួកគេមាន5នាក់អញ្ចឹងបំបែកគ្នាជា2ក្រុមគឺកនជីននិងណប់មួយក្រុមសាន់ហើយនិងផលមួយក្រុមពួកគេចេញដំណើរទៅរកថ្នាំនិងបេះផ្លែឈើរហូតដល់ល្ងាចតើពួកគេមកជួបជុំគ្នានៅខ្ទមវិញជាទូទៅថ្ងៃទី1ពួកគេបេះថ្នាំសិនហើយថ្ងៃទី2ទៅពួកគេចាប់ផ្ដើមបេះផ្លែឈើព្រៃដោយឃើញថាថ្ងៃទី1ម្នាក់រកបានថ្នាំច្រើនណាស់ដោយឡែកតែផលបានតិចជាងគេពេលនោះអ្នកឯទៀតបានយកថ្នាំដែលខ្លួនបេះបានមកឲ្យផលដែលនេះជាទម្លាប់ទៅហើយដោយរាល់ដងអ្នកណាដែលបេះបានតិចជាងគេនឹងមានមិត្តឯទៀតយករបស់ខ្លួនដែលបេះបានយកមកឲ្យបន្ថែមបែបនេះហើយទើបពួកគេខ្លាចជាមិត្តសម្លាញ់នឹងគ្នាបែបនេះនៅយប់នេះមើលទៅផលដូចជារស័ព្ទរសល់ដល់ហើយកូនដែលដេកនៅចិត្តផលបានសួរកើតអីផលមើលទៅដូចជាពិបាកដេកដល់ហើយផលតបគ្នាមិនដឹងដែរព្រោះរកថ្នាំមួយថ្ងៃនឹងអស់កម្លាំងណាស់សំតែដាក់ទៅលក់ភ្លឹងតែនេះបែរជារស័ព្ទរសល់មិនដឹងទេបានឲ្យគ្នាមិនអីទេសងំបន្តិចទៀតទៅលក់ហើយ
នៅពេលដេកលោកផលបានសុបិនឃើញឪពុកម្ដាយរបស់ខ្លួនឃើញពួកគាត់កំពុងតែដើរនៅក្នុងព្រៃហើយផលបានឃើញពួកគាត់ពីក្រោយខ្នងទោះបីផលបែកពីពួកគាត់តាំងពីខ្លួននៅតូចក្ដីតែអារម្មណ៍បានប្រាប់ថានេះជាឪពុកម្ដាយរបស់ខ្លួនផលខំស្រែកហៅពុកម៉ែចាំកូនផងផលខំរត់តាមផងស្រែកហៅផងរហូតត្រូវភ្ញាក់មកដោយសារតែមិត្តភក្តិដាស់ផលកាត់អីផលភ្ញាក់មកទាំងបែកញើសជោគពេលមិត្តភក្តិសួរនាំងាយមិនបាននិយាយអីទេដោយប្រាប់ពួកគេថាមិនអីទេគ្រាន់តែយល់សប្តិដោយសារយប់ជ្រៅទៅហើយពួកគេមិនបានសួរដេញដោលហើយនាំគ្នាសម្រាកបន្តរហូតដល់ព្រឹកឡើងពួកគេបរិភោគអាហារពេលព្រឹករួចទើបបែងចែកគ្នាជាក្រុមដូចពីម្សិលមិញតែមើលទៅផលទឹកមុខមិនសូវស្រស់បោះសោះពេលនោះកូនបាននិយាយថាផលឯងមិនសូវស្រួលខ្លួនមែនបើមិនសូវស្រួលខ្លួនដេកចាំនៅខ្ទមនេះហើយទុកឲ្យពួកយើងចេញទៅបេះផ្លែឈើពេលនោះអ្នកផ្សេងទៀតក៏មានយោបល់ដូចគ្នាតែផលតបថាមិនអីទេខ្ញុំអាចទៅបានបើនៅខ្ទមក៏នៅតែម្នាក់ឯងដើរទៅមានគ្នាម្យ៉ាងពេលដើរបែកញើសអាចស្វាងក៏ថាបានមិនអីទេគ្នាអាចទៅបានបើមិនស្រួលចាំគ្នាប្រាប់បន្ទាប់ពីខាត់ផលមិនបានគ្រប់គ្នាក៏មិនបាននិយាយអីដែរហើយនាំគ្នាបំបែកក្រុមដើរចេញទៅដោយថ្ងៃនេះសាន់ផលនិងជីនដើរមួយក្រុមហើយក៏នឹងនប់មួយក្រុមព្រោះនៅពេលដែលផលមានបញ្ហាអាចមានគ្នាជួយមើលទាន់ពេលវេលាពួកគេបានបន្តបេះផ្លែឈើរហូតដល់ល្ងាចទៅត្រឡប់ទៅខ្ទមវិញពេលត្រឡប់មកវិញទឹកមុខរបស់ផលពិតជាស្លេកស្លាំងខ្លាំងណាស់គ្រប់គ្នាបារម្ភយ៉ាងខ្លាំងពេលនោះពួកគេបានយកថ្នាំដែលរកបានមកពីម្សិលមកដាំឲ្យផលផឹកបន្ទាប់ពីផឹកហើយផលក្រាន់បើបន្តិចមើលទៅពេលយប់មកដល់មេឃចាប់ផ្ដើមមានកករន្ទះយ៉ាងខ្លាំងរួចក៏ចាប់ផ្ដើមមានភ្លៀងទោះបីជាមានភ្លៀងខ្លាំងយ៉ាងណាក៏មិនអាចធ្វើអីខ្ទមនេះបានឡើយមិនថាអាកាសធាតុសត្វកាចសាហាវឬក៏ខ្មោចព្រាយបិសាចអីក៏ដោយក៏មិនអាចចូលមកខ្ទមនេះបានឡើយព្រោះវាជាខ្ទមដែលសាងឡើងដោយព្រានព្រៃឆ្នើមប្រចាំតំបន់តែទោះជាយ៉ាងណាមើលទៅផលដូចជានៅមិនទាន់ស្រួលខ្លួនមែនទែននៅឡើយនៅយប់នេះមិនមានបញ្ហាអីទេពេលព្រឹកមកដល់ពួកគេស្រស់ស្រូបអាហារពេលព្រឹករួចទៅចុះពីភ្នំពួកគេដើរបណ្ដើរគ្នាដោយសារផលនៅមិនទាន់ស្រួលខ្លួននៅឡើយពួកគេបានឲ្យផលដើរនៅកណ្ដាលជៀសវាងមានបញ្ហាអីមួយគ្រប់គ្នាអាចដឹងបានលឿនពេលធ្វើដំណើរចុះពីលើភ្នំផលបានឮសំឡេងគេស្រែកហៅល្វើយល្វើយផលកូនចាំម៉ែផងចាំពុកផងកូនពេលខ្លះបានឮសំឡេងតាចាស់ខ្សឹបប្រាប់ថាដើរទៅមុខចៅកុំងាកក្រោយផលបានដឹងយ៉ាងច្បាស់ទោះបីគេធ្វើហាក់ដូចជាមិនឮតែសំឡេងឮពេញត្រចៀកតែម្ដងពួកគេធ្វើដំណើររហូតចេញផុតពីព្រៃរួចក៏ទៅផ្ទះរៀងខ្លួនគ្រាន់តែផលទៅដល់ផ្ទះភ្លាមយាយមើលដឹងថាផលមិនសូវស្រួលខ្លួនរួចក៏យកថ្នាំដែលបែបបានមកដាំឲ្យផលផឹកលោកយាយបានសួរនាំចៅកើតអីហើយមានបានទៅជួបអីឬអត់ពេលនោះផលបានរៀបរាប់រឿងទាំងអស់ដែលខ្លួនបានជួបយាយមើលដឹងថាចៅគាត់ប្រហែលជាមានខ្មោចព្រៃតាមហើយគាត់ក៏ប្រញាប់ទៅរកគ្រូក្នុងភូមិលោកគ្រូជ័យគឺជាគ្រូដែលពូកែជាងគេនៅតំបន់នោះពេលលោកគ្រូមកដល់ក៏បានស្រោចទឹកឲ្យផលហើយធ្វើខ្សែចងដៃឲ្យដោយគាត់និយាយថាមួយរយៈនេះមិនឲ្យផលចូលព្រៃទេរហូតដល់ផុតថ្ងៃពេញបាវដោយសារមានខ្មោចព្រៃតាមម្យ៉ាងផលរិស័យចុះខ្លាំងទៅខ្មោចនោះហ៊ានតាមមកបន្ទាប់ពីថ្ងៃពេញបាវហើយអស់អីហើយព្រោះរិស័យផលចាប់ផ្ដើមដូចដើមវិញពេលនោះផលអរគុណលោកគ្រូយាយបានជូនលុយតិចតួចទៅកាន់លោកគ្រូជ័យតែលោកគ្រូមិនទទួលទេហើយក៏លាចេញទៅតាមពិតលោកគ្រូជ័យគឺជាមិត្តភក្តិជិតស្និទ្ធរបស់ឪពុកផលបើទោះពេលនេះឪពុកម្ដាយរបស់ផលបានស្លាប់ក៏ពិតមែនតែលោកគ្រូនៅស្រឡាញ់រាប់អានផលដោយកូនគាត់អញ្ចឹងពេលរសៀលបន្តិចមិត្តភក្តិរបស់ផលបានមកសួរសុខទុក្ខមិនឲ្យពួកម៉ាបានធូរខ្លះឬអត់ពេលនោះផលបានប្រាប់លែងសើអីហើយតែគ្នាមួយរយៈនេះមិនអាចចូលព្រៃឡើងភ្នំបានទៀតទេតើតែផុតថ្ងៃពេញបោកបានគ្នាអាចទៅបានដោយសារគ្នារិស័យចុះហើយមានខ្មោចព្រៃតាមបើពួកឯងចូលព្រៃប្រយ័ត្នផងពេលនោះម្នាក់បានប្រាប់ថាមិនអីទេសម្លាញ់គ្នាដឹងហើយម្យ៉ាងទៀតពួកគ្នាមានរបស់ការពារពេលនោះម្នាក់បានបង្ហាញខ្សែកមានខ្នែកតាន់ចង្កូមខ្លាមានបន្តោងព្រះជាដើមទៅផលដឹងថាមែនហើយគ្នាបានបាត់ខ្សែកដែលពុកគ្នាទុកឲ្យ
ហើយមិនដឹងបាត់តាំងពីពេលណាទេគ្នាពាក់រាល់ដងពួកឯងក៏ដឹងដែរម្នាក់ប្រាប់ថាមែនតើអត់បានចាប់អារម្មណ៍សោះថាឯងបាត់ខ្សែកចឹងបានអញ្ចឹងតែឥឡូវមិនអីទេសម្រាប់ឲ្យស្រួលខ្លួនសិនទៅល្ងាចបន្តិចមិត្តភ័ក្តិរបស់ផលក៏ត្រឡប់ទៅផ្ទះវិញអស់ទៅមុនពេលព្រះអាទិត្យអស្តង្គតយាយបានស្រោចទឹកឲ្យចៅរបស់គាត់ដោយមានទឹកអប់ផ្កាម្លិះយ៉ាងក្រអូបឈ្ងុយឈ្ងប់យាយគាត់ស្រឡាញ់ចៅប្រុសម្នាក់នេះខ្លាំងណាស់គ្រាន់តែផលឈឺគាត់ប្រញាប់ហៅគ្រូមកជួយមើលតាមពិតទៅនៅពេលដែលឪពុកម្ដាយផលស្លាប់បាត់ទៅយាយកើតទុក្ខខ្លាំងណាស់តែដោយសារផលនេះហើយដែលគាត់អាចកាត់ចិត្តបានដើម្បីចិញ្ចឹមចៅរហូតដល់ធំប៉ុណ្ណេះគាត់តស៊ូខ្លាំងណាស់នៅយប់នេះផលបានសុបិនឃើញម្ដាយឪពុកខ្លួនទៀតហើយដែលពួកគាត់កំពុងដើរនៅក្នុងព្រៃហើយផលខំហៅខំរត់តាមតែពួកគាត់បានដើរយ៉ាងលឿនចូលទៅក្នុងព្រៃជ្រៅបាត់ទៅផលខំស្រែកហៅពុកម៉ែតែពួកគាត់មិនបានងាកមកមើលផលនោះទេផលស្រែកហៅរហូតដល់ភ្ញាក់ពេលនោះយាយបានមកដល់ល្មមគាត់បានសួរកើតអីចៅយាយប្រាប់ថាកុំគិតអីច្រើនសម្រាប់ទៅប្រហែលមកពីចៅមិនស្រួលខ្លួនហើយបានចេះតែយល់សពឃើញពុកម៉ែបែបនេះសម្រាប់ទៅយាយនៅសម្រាប់នៅទីនេះដែរកុំខ្លាចអីមិនអីទេចៅផលក៏សង្ងំដេកបន្តរហូតដល់ភ្លឺ2-3ថ្ងៃក្រោយក្រុមរបស់គាត់បានត្រូវឡើងភ្នំចូលព្រៃម្ដងទៀតមុនពេលចេញទៅព្រៃមិត្តភ័ក្តិរបស់គាត់បានមកលេងគាត់ដែរពួកគេបានជជែកគ្នាលេងបន្ទាប់ពីជជែកគ្នារួចមិត្តភ័ក្តិរបស់ផលក៏ត្រឡប់ទៅវិញព្រឹកស្អែកកនណប់ជីននិងសាន់បានចេញទៅព្រៃម្ដងទៀតធម្មតាទៅណាមកណាពួកគេតែងតែទៅទាំងអស់គ្នាដោយសារផ្ទះនៅភូមិក្បែរគ្នាសំខាន់ជាមិត្តជិតស្និទ្ធយល់ចិត្តគ្នាច្បាស់ថ្ងៃនេះក៏ដូចរាល់ដងពួកគេយកអីវ៉ាន់ទៅទុកនៅខ្ទមសិនរួចចេញដំណើរទៅបេះថ្នាំលុះដល់ពេលល្ងាចទើបត្រឡប់មកសម្រាកនៅខ្ទមវិញពួកគេបេះបានថ្នាំច្រើនណាស់ពេលអង្គុយហូបបាយជុំគ្នាពេលល្ងាចសាន់បានលើកឡើងថារាល់ដងមានគ្នា5នាក់ឥឡូវបាត់ផលម្នាក់ដូចស្ងាត់ដល់ហើយពេលនោះអ្នកអាចទៀតសម្លឹងមើលមុខសាន់ចង់បញ្ជាក់ថានៅទីនេះមិនគួរនិយាយពាក្យនេះទេបន្ទាប់ពីក្រុមខ្លួននាំគ្នាមើលមុខដូច្នេះសាន់ក៏លែងនិយាយអីទៀតហើយដោយដឹងថាខ្លួនមិនគួរនិយាយពាក្យនេះតែមិនដឹងគិតអីពេលរាត្រីបានមកដល់កំពុងតែដេកលងលក់ស្រាប់តែមានសំឡេងស្រែកហៅពីខាងក្រៅអើយសាន់គ្នាមកហើយចុះមកតិចមកសាន់គ្នាមកហើយចុះមកតិចមកសាន់គ្នាមកហើយចុះមកបន្តិចមកពេលនោះសាន់ហើបមាត់រកនិយាយទៅហើយតែត្រូវជិញខ្ទប់មាត់ជាប់បន្ទាប់ពីជិញខ្ទប់មាត់ជាប់ទើបសាន់ដឹងថាអ្នកដែលកំពុងស្រែកហៅនៅខាងក្រៅមិនមែនជាផលទេយប់យ៉ាងនេះទៅហើយនៅក្នុងព្រៃលើភ្នំបែបនេះតើផលអាចមកបានដោយរបៀបណាពួកគេសំងំចាំស្ដាប់បន្តសំឡេងខាងក្រៅបានស្រែកហៅម្ដងទៀតពេលនោះកូនដែលចេះរបៀនពីឪពុកបានក្តាប់ដៃជាមួយបន្តោងខ្សែកធ្វើពីរូបព្រះរួចសូត្រធ្វើមាត់ជីបអូចបន្ទាប់ពីសូត្ររួចសំឡេងខាងក្រៅបានស្ងាត់ពួកគេបានសម្លឹងមកគ្នាព្រោះតាំងពីមុនមកមិនដែលជួបរឿងបែបនេះនោះទេសំណាងហើយដែលគ្មានអ្នកណាកើតអីពួកគេបានប្រាប់គ្នាមានការអីដាស់គ្នាហើយហាមចេញក្រៅកូនបាននិយាយក្រោយហេតុការណ៍មួយនេះពួកគេម្នាក់សំងំរៀងខ្លួនលុះយូរទៅមិនដឹងលក់តាំងពីពេលណាព្រឹកឡើងពួកគេគិតគ្នាថាតើយើងគួរនៅដេកមួយយប់ទៀតឬអត់ពេលនោះនប់បានលើកឡើងយកល្អយើងចេញទៅរកផ្លែឈើតែកន្លះថ្ងៃបានហើយបន្ទាប់ពីបាយថ្ងៃត្រង់រួចយើងគួរតែត្រឡប់ទៅវិញបន្ទាប់ពីជួយគិតគ្នាហើយពួកគេស្រោះស្រួលគ្នាថានៅបេះផ្លែឈើតែមួយព្រឹកប៉ុណ្ណោះបរិភោគអាហារថ្ងៃត្រង់រួចយើងត្រូវតែស្រោតចេញទៅវិញតម្រុំដើរផុតព្រៃក៏ពេលរសៀលពួកយើងសម្រេចបែបនេះហើយបន្ទាប់ពីអាហារពេលព្រឹករួចក៏នាំគ្នាចេញទៅបេះតាមក្រុមកូន2នាក់នឹងជិនណប់2នាក់នឹងសាន់ដល់ពេលបាយថ្ងៃត្រង់ពួកគេក៏ត្រឡប់មកវិញបរិភោគបាយរួចក៏ប្រញាប់ប្រញាល់ចេញដំណើរគ្រាន់តែពួកគេចេញដំណើរភ្លាមមេឃក៏ចាប់ផ្ដើមរកកលចង់ភ្លៀងកូនសួរមេចង់ភ្លៀងហើយគិតមិនឥឡូវសាន់តបតោះអត់អាចនៅទៀតទេទោះយ៉ាងណាត្រូវតែចេញឲ្យបានពួកគេក៏រូតរះចេញដំណើរភ្លាមមេឃចាប់ផ្ដើមងងឹតភ្លៀងធ្លាក់មកតិចដែលធ្វើឲ្យពួកគេពិបាកធ្វើដំណើរមែនទែនតែយ៉ាងណាពួកគេក៏ខំដើរយ៉ាងលឿនមិនហ៊ានសម្រាកទេ
ពេលនោះសាន់អ្នកដើរនាំមុខកំពុងតែដើរស្រាប់តែសាន់ទឹកដំណើរកូនដែលនៅខាងក្រោយសួរមិនដើរទៅមុខឈប់ធ្វើអីសាន់ប្រាប់ថាគ្នារកផ្លូវអត់ឃើញទេវាមានផ្លូវបំបែកដល់ទៅពីរហើយដូចគ្នាណាស់មិនដឹងគួរទៅខាងណាដប់ដែលនៅខាងក្រោយបានដើរមកខាងមុខរួចយកបន្តោងខ្នាយតាន់ដែលពាក់នៅកដោះចេញមកកាន់ដៃលើកប្រណម្យរួចបោះទៅលើខ្នាយបានជួយចង្អុលឲ្យទៅផ្លូវខាងឆ្វេងនប់រើយកមកវិញរួចប្រាប់អ្នកគ្រប់គ្នាឲ្យដើរទៅតាមផ្លូវខាងឆ្វេងដើរមិនទាន់បានប៉ុន្មានជំហានផងស្រាប់តែនៅខាងមុខមានសំឡេងមនុស្សស្រីស្រែកឡើងរង្គើព្រៃគ្រប់គ្នាបានឈរត្រឹងបន្តិចរួចនប់ប្រាប់ថាតោះកុំគិតអីច្រើនពួកគេក៏ដើរតាមនប់ទៅមុខរហូតតែមិនបានជួបអ្វីនោះទេរហូតដល់ពួកគេដើរដល់មាត់ច្រកព្រៃនប់ប្រាប់ថាហាងាកក្រោយគ្នាយើងរួចបន្តដំណើរទៅផ្ទះរៀងខ្លួនពេលទៅដល់ភូមិពួកគេយកដំណឹងនេះប្រាប់ដល់ព្រានព្រៃចាស់ដែលនៅក្នុងភូមិឲ្យបានដឹងថាខ្ទមដែលនៅឯព្រៃមិនអាចស្នាក់នៅបានទៀតទេហើយនៅក្នុងព្រៃនេះក៏លែងដូចពីមុនទៀតដែរមិនដឹងថាមានរឿងអីនោះទេព្រឹកបន្ទាប់ពួកគេនិងក្រុមព្រានព្រៃក្នុងភូមិបានមកជួបជុំគ្នាពិភាក្សាពីរឿងនេះក្រុមក្មេងកំឡោះបានលើកឡើងពីបញ្ហាដែលពួកគេបានជួបពេលនោះគ្រប់គ្នាពិតជាចម្លែកចិត្តណាស់ព្រោះតាំងពីដើមមកមិនដែលមានបញ្ហាអ្វីនោះទេហើយហេតុការណ៍ដែលកើតនៅពេលនេះគឺជាអ្វីឲ្យប្រកាសពេលនោះពូសែងដែលជាព្រានព្រៃខ្លាំងពូកែជាងគេបានលើកឡើងថាតើអាចទេដែលគ្នាយើងធ្វើខុសដំណំអ្វីមួយទៅបែបនេះឬមានគ្រូអាគមណាម្នាក់ដែលទើបតែមករស់នៅក្នុងព្រៃនេះទេដឹងដើម្បីស្រាយចម្ងល់គ្រប់គ្នាបានដើរតម្រង់ទៅផ្ទះរបស់លោកតាផែនគាត់គឺជាគ្រូល្បីលាក់មុខមានតែព្រានសែងម្នាក់ប៉ុណ្ណោះដែលស្គាល់គាត់មុនពេលចេញដំណើរទៅផ្ទះលោកតាផែនពូសែងបានផ្ដាំថាមានតែគ្នាយើងប្រមាណអ្នកប៉ុណ្ណោះដែលដឹងរឿងនេះត្រូវលាក់ឲ្យចិត្តពេលទៅដល់ពូសែងបានជួបនឹងលោកតាផែនពេលនោះលោកតាក៏សួរបាត់មកយូរហើយនំគ្នាទៅណាច្រើនម្លេះពេលនោះពូសែងប្រាប់ថាបាទលោកគ្រូគឺពួកខ្ញុំមានរឿងឲ្យលោកគ្រូជួយលោកតាផែនបាននិយាយថាតាមិនដឹងជួយអីបានទេរឿងដែលត្រូវកើតឡើងឲ្យតែខាត់វាពិតជាមិនអាចទេពេលនោះពូសែងសួរបន្តអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅលោកគ្រូលោកតាផែនប្រាប់ថាបើទីនោះទៅមិនបានទៅកន្លែងផ្សេងទៅហើយហាមអាចៅទាំង5នាក់នេះផងដាច់ខាតហាមទៅទីនោះទៀតបើមិនអញ្ចឹងទេប្រកាសជាមានបញ្ហាហើយតាមិនអាចជួយបានទេទៅពូសែងនៅទៅទូចសុំឲ្យជួយតែលោកតានៅតែប្រកែករួចពូសែងក៏នាំគ្នាត្រឡប់មកវិញពេលនៅតាមផ្លូវកូនបានសួរពូមិនបានលោកតាមិនព្រមជួយយើងពេលនេះកូននិយាយមកពីគាត់ចេះអត់ដល់ទេដឹងពូព្រោះតានៅតែផ្ទះមើលទៅគាត់ដូចមនុស្សធម្មតាប្រហែលចឹងហើយពូតែត្រូវបានពូសែងបដិសេធដោយប្រាប់ថាតោះឥឡូវចាំពូប្រាប់ពួកឯងឲ្យភ្លឺភ្នែករួចក៏គាត់នាំពួកគេទៅខ្ទមចំការរបស់គាត់ពេលទៅដល់ពូសែងបានដំណើរប្រាប់ពីប្រវត្តិរបស់លោកតាផែនដើមឡើយលោកតាមានងារជាស្ដេចអាគមគ្មានអ្នកណាអាចធ្វើអីគាត់បានទេទោះមានអ្នកត្រូវអំពើគេខ្លាំងប៉ុណ្ណាក៏គាត់អាចជួយដោះបានដែរមិនតែប៉ុណ្ណោះការគាត់នៅកំឡោះគាត់គឺជាព្រះសង្ឃទុដងដែលចូលព្រៃម្ដងមិនតិចជាង1ខែទេដូចនេះហើយមិនថាខ្មោចអីនោះទេគឺខ្លាចគាត់គ្រប់គ្នាបន្ទាប់ពីលោកតាសឹកមកគាត់ក៏បានរៀបការជាមួយប្រពន្ធរបស់គាត់ប៉ុន្តែពួកគាត់គ្មានកូនទេថ្ងៃមួយពេលគាត់ទៅដល់អំពើគេនៅឯភូមិឆ្ងាយពេលត្រឡប់មកវិញបានបាត់ប្រពន្ធរបស់គាត់តាមពិតគាត់ក៏ដឹងដែរគឺប្រពន្ធគាត់បានជាប់សាច់ឈាមធ្មប់លោកគ្រូបានដឹងពីរឿងនេះក៏ពិតមែនតែមកពីនិស្ស័យកម្មរបស់គាត់ដោយគាត់ក៏ចង់ជួយប្រពន្ធរបស់គាត់ដែរតែពាក្យចាស់គេនិយាយថាកម្មបិតមិនអាចចិត្តដងឯងទេបន្ទាប់ពីបាត់ប្រពន្ធគាត់មិនបានតាមរកនោះទេដោយដឹងថាប្រពន្ធគាត់ធ្មប់បានចូលខ្លួនទៅហើយទោះបីគាត់ខំតាមរកក៏គ្មានអីអាចប្រសើរឡើងដែរមានតែសំងំរស់រៀងខ្លួនបើជួបមុខគ្នាប្រកាសជាមានម្ខាងត្រូវគ្រោះថ្នាក់មិនខានទេម្យ៉ាងទៀតមានអ្នកខ្លះបាននិយាយថាតាមពិតយាយធ្មប់ដែលនៅជើងភ្នំនោះគឺជាប្រពន្ធរបស់លោកតាផែនតែគ្មានអ្នកណាដែលជួបគាត់នោះទេដោយសារគាត់ក៏ព្យាយាមរស់នៅកិច្ចពីពពួកមនុស្សដែរ
តែមានថ្ងៃមួយមានកូនអ្នកភូមិម្នាក់ដែលទៅកើតបានបាត់ខ្លួនហើយក្មេងនោះគឺជាក្មេងស្រីទៀតផងឪពុកម្ដាយខំតាមរកតែរកមិនឃើញសោះពេលនោះគេបានអញ្ជើញលោកគ្រូផែនមកគាត់បានប្រាប់ថាកូននោះត្រូវបានធ្មប់ចាប់ទៅហើយបើទោះទាយតាមជើងលេខក្មេងនោះមិនមានគ្រោះថ្នាក់ទេធ្មប់ចង់បាននាងទៅដើម្បីឲ្យនាងស្នងជាទាយាទដោយសារថ្ងៃកំណើតរបស់នាងជាថ្ងៃដែលអំណោយផលឬដែលគេហៅថាឬដែលហៅក្នុងក្បួនថាទាយាទធ្មប់ចាប់កំណើតហេតុនេះហើយទើបយាយធ្មប់ចាប់នាងយកទៅបើគិតទៅប្រហែល18ឆ្នាំហើយអញ្ចឹងរឿងដែលកើតឡើងអាចបណ្ដាលមកពីយាយធ្មប់នោះហើយមើលទៅហើយចំណែករឿងដែលលោកតាផែនមិនព្រមជួយក៏ដោយសារតែគាត់នៅមានចិត្តមិនដាច់ជាមួយប្រពន្ធរបស់គាត់ពេលនោះពូសែងបានឲ្យគ្រប់គ្នាជួយលាក់ការរឿងនេះហើយហាមពួកគេមិនឲ្យចូលព្រៃនៅម្ដុំនោះទៀតទេគ្រប់គ្នាក៏បំបែកគ្នាទៅផ្ទះរៀងខ្លួននិយាយពីផលគេទៅបានធូរស្រាលហើយមិត្តរបស់គេក៏បានទៅសួរសុខទុក្ខគេផងដែរមិត្តភ័ក្តិរបស់ផលបាននាំដំណឹងនេះទៅប្រាប់គេឲ្យដឹងហើយពួកគេក៏នាំគ្នាពិភាក្សាពីរឿងយាយធ្មប់និងពីទារកដែលធ្មប់លួចទៅកំពុងតែនិយាយស្រាប់តែយាយរបស់ផលមកដល់ពួកគេក៏បង្វែរសាច់រឿងទៅនិយាយរឿងផ្សេងវិញតាមពិតយាយក៏ដឹងពីរឿងនេះដែរពេលឮចៅនិយាយគ្នាពីរឿងនេះគាត់ក៏ធ្វើហាក់មិនឮរួចក៏ប្រាប់ពួកគេឲ្យត្រឡប់ទៅផ្ទះវិញទៅព្រោះមេឃកាន់តែងងឹតណាស់ទៅហើយពួកគេក៏លាលោកយាយនិងផលត្រឡប់ទៅផ្ទះវិញផលដេកគិតថាបើចូលទៅព្រៃមិនបានតើខ្លួនគួរធ្វើយ៉ាងណាព្រោះមានតែតំបន់នោះហើយដែលអាចរកថ្នាំនិងបេះផ្លែឈើបានច្រើនជាងគេបើហាមិនអោយទៅទីនោះគេពិតជាពិបាកហើយពេលព្រឹកថ្ងៃថ្មីបានមកដល់អ្នកភូមិដែលរស់នៅទីនោះគ្មានអ្នកណាហ៊ានទៅបេះថ្នាំនិងបេះផ្លែឈើនៅតំបន់នោះទៀតទេពេលវេលាចេះតែកន្លងផុតទៅក្រុមរបស់ផលបានមកជួបជុំគ្នាពួកគេចាប់ផ្ដើមជជែកពីរឿងចូលព្រៃម្ដងទៀតហើយដោយកូនបានលើកឡើងថានៅកន្លែងចាស់របស់ពួកយើងប្រហែលជាមានថ្នាំដុសច្រើនហើយមើលទៅចំណែកផ្លែឈើវិញប្រកាសជាទុំជ្រុះចោលហើយពិតជាគួរឲ្យស្ដាយមែនតើពេលនោះសាន់បានលើកឡើងថាគ្នាយើងមានក្រឹកអត់បើយើងទៅកំដេកយប់មិនវិញទៅពេលព្រឹកយើងមកវិញពេលល្ងាចប្រកាសជាគ្មានបញ្ហាអីទេត្រូវអត់បើពួកយើងវិញល្ងាចហ្នឹងម្យ៉ាងខានតែរកយូរប្រហែលជារកឆាប់បានច្រើនឆាប់ត្រឡប់មកផ្ទះវិញហើយពេលនោះជីនបាននិយាយថាកុំអីព្រោះពូសែងបានប្រាប់ហើយថាកុំឲ្យទៅទីនោះទៀតតែសាន់បានលើកឡើងដដែលថាតែពួកយើងទៅវិញល្ងាចតើគ្មានរឿងបញ្ហាអីទេទៅអីគ្នាចង់ទៅឥឡូវចេះចោះបោះឆ្នោតគ្នាយើងមាន5នាក់អ្នកណាព្រមទៅខ្លះលើកដៃពេលនោះមានសាន់កននឹងណប់ចំណែកផលងាកមើលមុខជីនរួចនិយាយថាគ្នាគិតដូចសាន់ដែរបើយើងទៅពេលព្រឹកហើយមកវិញពេលល្ងាចប្រកាសជាមិនអីទេទៅជីនយកដៃអេះក្បាលរួចនិយាយបានតើមានរឿងអីក៏មិនទោសគ្នាព្រោះគ្នាមានអារម្មណ៍មិនសូវល្អទេសាន់សួរបន្ថែមអញ្ចឹងឯងទៅជាមួយពួកយើងឬអត់ពេលនោះជីននិយាយថាចាំគ្នាគិតមើលសិនកូនបន្តគិតអីស្អែកព្រឹកពួកយើងចេញដំណើរហើយនឹងបើឯងរវល់តែគិតទៅមិនតាន់ជីនតបមកអីទេចឹងពេលព្រឹកបើអត់ឃើញគ្នាទៅទេពួកឯងទៅចោះបើគ្នាទៅគ្នានឹងមកកន្លែងជួបជុំមិនឲ្យយឺតយ៉ាវទេពួកគេក៏សម្រេចគ្នាបែបនេះពេលនោះណប់បានលើកឡើងថាតែគ្នាយើងគួរប្រាប់ចាស់ឬអត់បើពួកគាត់ដឹងគាត់ពិតជាមិនឲ្យពួកយើងទៅទេផលនិយាយគ្នាគិតថាគួរតែប្រាប់ពួកគាត់តាមត្រង់ទៅទោះបីពួកគាត់បារម្ភក៏ដោយក៏ដឹងថាយើងទៅទីណាជាមួយអ្នកណាហើយត្រឡប់មកវិញពេលណាពេលនោះកូនបានលើកឡើងឥឡូវអ្នកណាចង់ប្រាប់ក៏ប្រាប់ទៅតែគ្នាសុំលាក់ហើយចាំមកដល់ផ្ទះចាំប្រាប់ពួកគាត់ពួកគេក៏សម្រេចគ្នាបែបនេះរួចបំបីគ្នាទៅផ្ទះរៀងខ្លួនពេលល្ងាចមុនពេលចូលដេកផលបានប្រាប់យាយថាខ្លួននឹងចូលព្រៃបេះថ្នាំនិងផ្លែឈើនៅព្រៃចាស់យាយលឺហើយសួរមិនបានចៅចង់ទៅបើគេហាមហើយថាទីនោះមិនមានសុវត្ថិភាពទេផលបានបញ្យល់យាយចៅដឹងតែពួកចៅទៅវល់ល្ងាចណៃយាយម្យ៉ាងទីនោះសម្បូរថ្នាំសម្បូរផ្លែឈើពួកចៅបេះតែមួយផ្លែតប្រកាសជាឆាប់បានត្រឡប់មកផ្ទះវិញយាយកុំបារម្ភអីដោយមិនអាចខាត់ផលបានយាយក៏ប្រាប់ឲ្យផលថាខ្លួនមកដល់ផ្ទះកុំឲ្យយប់ពេករួចយាយក៏ចូលសម្រាកទៅដោយស្អែកត្រូវចូលព្រៃតែផលនឹងមិត្តភ័ក្តិមិនបានរៀបចំអីច្រើនទេ
ដោយពួកគេមិននៅដេកផ្លូវពេលព្រឹកចូលមកដល់គិនបានមកចូលរួមជាមួយនឹងពួកគេដែរសាន់សួរមកឆៃជីនដូរចិត្តហើយមែនស្មានតែជីនឯងអត់ទៅដៃគូដៃកង់ជីនតបបានហើយគ្នាមិនចង់ឲ្យពួកឯងទៅតែ4នាក់ទេតោះជុំគ្នាហើយឆាប់ចេញដំណើរពួកគេចេញដំណើរទៅទាំងមិនថ្ងៃមិនតន់រះដោយដើរប្រហែល2ម៉ោងទៅដល់ទីតាំងពួកគេចាប់ផ្ដើមបេះថ្នាំមុនបន្ទាប់ពីបាន